ចំណុចទី1ប្រតិស័ព្ទគឺជាប្រតិឯកធានកោសិកាអាជីពវារស់នៅក្នុងទឹកសាបនិងទឹកប្រៃហើយគេបានចែកថាប្រតិគេចែកចេញជា4ទៅតាមរយៈការបម្លាស់ទីមានដូចជាប្រូតូនសូអែទីបម្លាស់ទីដោយកញ្ចក់ប្រូតូសូអែផ្លាស់ទីដោយរួមប្រូតូសូអែផ្លាស់ទីដោយហើយប្រូតូសូអ៊ីផ្លាស់ទីដោយជើងកញ្ចក់អន្តិរូបគុំរបស់វាមានណៃយ៉ូស៊ីតូផ្លាវ៉ាគុយអូកន្ត្រាក់ជើងកញ្ចក់ហើយនេះជារូបឧទាហរណ៍របស់វាវ៉ាតាសូកន្ត្រាក់មានតួនាទីស៊ីតូផ្លាសជាកន្លែងផ្ទុកកោសិកាមានតួនាទីឲ្យមេរបស់វាមានជីវិតស៊ីតូផ្លាសចែកចេញជាពីរគឺអេសតូផ្លាសនិងអង់ទេផ្លាសស៊ីតូផ្លាសមានតួនាទីគុយអូកន្ត្រាក់របស់មានការបញ្ចេញរក្សាភាពទឹកដំណើរការបញ្ចេញចោលហើយអាកាសធាតុនៃការបម្រែបម្រួលធ្វើឲ្យកោសិកាទាំងពីរនេះមិនអាចនៅជាមួយគ្នាស៊ីតូផ្លាសជាកោសិកាផ្ទុកកោសិកាហើយស៊ីតូផ្លាសមួយទៀតគឺជាតួនាទីវាអូគូលែរបស់អាព្រឹករក្សាទុកភាពទឹកដំណើរការបញ្ចេញចោលហើយវាបន្តពូជដោយឥតភេទគឺការបន្តពូជមេចែកខ្លួនជាកោសិកាហើយប្រូតេអ៊ីនខ្លះទីតាមរោងញាក់គឺប៉ារ៉ាស៊ីមេស៊ីជាប្រភេទទាំងពីរនៃសូរីអែខ្លួនរបស់វាប្រព័ន្ធទៅដោយរោងហើយរូបគុំរបស់វាប៉ារ៉ាស៊ីមេស៊ីមានរោងញាក់រោងបញ្ចេញស៊ីតូផ្លាសវ៉ាគុយអូកន្ត្រាក់ពេលលីគុយវ៉ាគុយអូលំលាហាមាត់ណៃយ៉ូតូចណៃយ៉ូធំប្រូតូអូផ្លាស់ទីដោយផ្អែកទៅលើផ្កាស្លាសាឌីយ៉ាប្រូទីអែប្រភេទមានផ្កាមានឬច្រើនឬវាផ្អែកទៅលើធ្វើចលនាឧទាហរណ៍ប៉ារ៉ាស៊ីផ្លាសជាប្រភេទណូឌីយ៉ូបង្ការជំងឺគ្រុនឆ្អឹងដំនេះហើយបន្តមកទៀតគឺវណ្ណៈបន្តពូជរបស់ស៊ីតូផ្លាសវាធ្វើដំណើរមាន6ប្រភេទគឺដំណាក់កាលធ្វើឲ្យគ្រុនចាញ់ដែលស៊ីតូផ្លាសដំណាក់កាលទី2ស៊ីតូផ្លាសបង្ការជំងឺក្នុងខ្លួនមូសដំណាក់កាលទី3ពេលមូសខាំជាជំងឺគ្រុនចាញ់បន្សំចូលថ្លើមដំណាក់ហើយនេះជារូបរាងរបស់វាភ្នែកវ៉ាស៊ីតូកន្ត្រាក់ណៃយ៉ូស៊ីតូហើយឌីយ៉ាតូមេឯកកោសិកាវាមានត្រីនិងសត្វក្នុងទឹកសារពាង្គកាយរបស់វាសម្បកជាតិស៊ីតូផ្លាសនៅពេលដែលវាមកហើយសារពាង្គកាយភាគច្រើនវាមានពហុកោសិកាខ្លះជាកោសិកាឯកសារដែលចែកចេញជា3ក្រុមគឺសារ៉ាយបៃតងសារ៉ាយក្រហមនិងសារ៉ាយត្នោតរូបគុំមានដូចជាស្វាជាដើម3ប្រតិស័ទជាភាវៈដែលជាកោសិការបស់វាមានរាងផ្លាស់រាងហើយបន្តពូជតាមរយៈស្ពែក៏ជាកោសិការបស់ឯកោសិកាវាបំផ្លាស់ទីដោយការស៊ីអាហាររុក្ខជាតិការលូតលាស់ដោយប្រើសញ្ញាដូចជាមេបាំងសិតទឹកការរស់នៅក្នុងកោសិកាសើមវាស៊ីសាកសពក្នុងទឹកហើយខ្លះវាបរិជីវកោសិកាលើសត្វត្រី